មានរបស់តែ5ប៉ុណ្ណោះដែលបានតែយ៉ាងណាខ្ញុំប្រហែលជាត្រូវប្រើពេលយូរដើម្បីរកវាប៉ែម៉ែកូនយករបស់សំខាន់ទាំងនេះត្រឡប់មកវិញហើយចាប់ពីពេលនេះទៅកូននឹងមើលថែវាឲ្យបានល្អរឿងនេះត្រូវតែអរគុណលោកជាងបើមិនអញ្ចឹងខ្ញុំច្បាស់ជាមិនអាចយកវាត្រឡប់មកវិញបានទេពេលនេះគ្រប់យ៉ាងក៏បានមកវិញហើយដល់ពេលដែលត្រូវធ្វើតាមសន្យាចែកផ្លូវគ្នាជាមួយលោកជាងខ្ញុំមិនអាចរារាំងផ្លូវរបស់គាត់បានទេចាំឲ្យគាត់ត្រឡប់មកវិញពួកយើងនឹងលែងលះគ្នាលោកស្រីច្បាយធំហៅលោកស្រីឲ្យទៅជួបប៉ារបស់លោកជាងចង់ជួបខ្ញុំមែនទេហើយយ៉ាធាត់ខ្លាំងណាស់ខ្ញុំធ្លាប់បានឃើញនាងម្ដងរួចហើយនាងតែឃើញលើកទី1ទេហ៎លោកពូជាងចង់ជួបខ្ញុំមានការអីដែរនាងឆ្លាតគួរសមដែលមិនផ្លាស់ប្ដូរមកហៅយើងថាប៉ាព្រោះថាបើហៅថាប៉ាយើងច្បាស់ជាមានរឿងច្រើនដែលត្រូវនិយាយគ្នាហើយឈ្មោះចេនីងមែនទេនាងជាមនុស្សឆ្លាតប្រហែលជាស្មានដឹងហើយណាថាយើងហៅនាងមកមានការអីចង់ឲ្យខ្ញុំចាក់ចេញពីជាងចឹងតើត្រូវទេលោកប្តីបងឃើញដែរទេខ្ញុំថាហើយនាងច្បាស់ជាយល់ពីអ្វីដែលយើងចង់និយាយចេនីងបើនាងបានដឹងច្បាស់ហើយអញ្ចឹងមីងសុំមិននិយាយអ្វីច្រើនទេណាគ្រួសារជាងរបស់យើងមានចិត្តធម៌ខ្លាំងណាស់យើងនឹងមិនឲ្យនាងចេញទៅវិញដោយដៃទទេទេនៅក្នុងកាត់នេះមានលុយ 10,000 យន់នាងយកលុយនេះទៅសម្រក់ទម្ងន់ឲ្យស្អាតទៅណារួចហើយក៏រកចាប់មនុស្សប្រុសណាម្នាក់ដែលមានឋានៈស្មើនាងហើយរៀបការតែម្ដងទៅ 10,000 យន់នេះឯងដែលថាចិត្តធម៌វាមិនស្មើនឹងកំតិចមរតកដែលប៉ាម៉ាក់ខ្ញុំទុកឲ្យផងខ្ញុំមិនត្រូវការលុយនេះទេតម្លៃខ្ញុំព្រោះតែរៀបការជាមួយខ្ញុំទៅចាំងចៅត្រូវឆ្លោះជាមួយប៉ាគាត់ហើយគាត់បានជួយខ្ញុំច្រើនណាស់រឿងមរតកតែខ្ញុំមិនទាន់បានជួយអ្វីគាត់សោះមុននឹងចាក់ចេញខ្ញុំគួរតែសងគុណគាត់វិញត្រូវតែសងគុណគាត់ចេនីងកំពុងតែគិតអីហ្នឹងឬមួយក៏លុយនឹងតិចពេកឯងឆ្លាតជាងខ្ញុំគិតទៅទៀតខ្ញុំមិនចង់បានលុយនេះទេព្រោះតាំងពីថ្ងៃដំបូងខ្ញុំមិនដែលចង់លេងលេះជាមួយចាំងចៅម្ដងណាឡើយនាងថាម៉េចចេនីងនាងប្រហែលជាគិតខុសហើយមីងលីនរបស់នាងចាប់ទុកនាងដូចជាកូនម្នាក់អ្វីដែលគាត់ធ្វើក៏ប្រហែលជាចង់ឲ្យនាងល្អពិតមែនណាប៉ុន្តែបើសិនជានាងឆ្លាតតាមតនគាត់ហើយនោះក៏គួរតែទុកមុខឲ្យគាត់ខ្លះផងហាក់ដូចជាអ្នកនាងសុងមិនពេញចិត្តនឹងលុយ 10,000 យន់នេះមែនទេបើអញ្ចឹងអ្នកនាងសុងប្រាប់មកថានាងចង់បានប្រមាណខ្ញុំមិនអាចនិយាយបានទេព្រោះតែបញ្ហានេះវាមិនមែនស្ថិតនៅលើខ្ញុំវាស្ថិតលើអ្នកណាវាស្ថិតនៅលើប្តីរបស់ខ្ញុំគឺចាំងចៅនិងខ្ញុំជាប្តីប្រពន្ធស្របច្បាប់បើសិនជាមានការលែងលះគ្នាពិតមែនខ្ញុំមានសិទ្ធិទទួលបានទ្រព្យសម្បត្តិពាក់កណ្ដាលរបស់គាត់ដូច្នេះខ្ញុំអាចទទួលបានទ្រព្យសម្បត្តិប៉ុន្មានវាអាស្រ័យទៅលើទ្រព្យសម្បត្តិដែលប្តីខ្ញុំមាននាងអង្ស័យបានជាហ៊ានខ្លាំងម្ល៉េះនៅចំពោះមកយើងនឹងហ៊ានសុំទ្រព្យសម្បត្តិពាក់កណ្ដាលរបស់គ្រួសារជាងផងដោយការក្រុងតុងអ្នកដែលធ្វើឲ្យខ្ញុំក្លាហានគឺជាលោកពូជាងនឹងហើយគ្មានអ្នកណាទៀតទេនាងចង់មានន័យយ៉ាងម៉េចលោកពូជាងប្រហែលជាមិនទាន់ភ្លេចទេថាលោកពូគឺជាអ្នកទៅផ្ទះគ្រួសារសុងដើម្បីដាក់សំណើសុំរៀបការទៅកាន់ប៉ាម៉ាក់របស់ខ្ញុំបើមិនអញ្ចឹងខ្ញុំមិននឹងអាចយកកិច្ចព្រមព្រៀងនោះមកសម្អាងរៀបការជាមួយចាំងចៅបានទៅដូច្នេះមិនខុសទេលោកពូគឺជាអ្នកផ្ដល់ភាពក្លាហានឲ្យខ្ញុំបានន័យថានាងនៅតែគិតថាខ្លួនឯងជាប្តីតូចរបស់គ្រួសារសុងទៀតយើងប្រាប់នាងទៅចុះគ្រួសារសុងនៅអ៊ីនចឹងគឺលែងមានទៀតហើយដូច្នេះលោកបំបត្តិភាពក្លាហានរបស់នាងឬក៏ចង់ខ្ញុំរំលឹកទៀតបើខ្ញុំចង់យកខ្ញុំនឹងទទួលយកនាងត្រូវតែមានគុណសម្បត្តិច្រើនទៀតមិនមែនមានតែភាពក្លាហានតែមួយមុខនោះទេនេះខ្ញុំទៅឆ្ងាយពេកតែដឹងមានអារម្មណ៍ថាគាត់កំពុងចង់ស៊ីសាច់ខ្ញុំហើយចុះលោកត្រូវការអីទៀតឆាប់ប្រាប់ភ្លាមមកចាំងចៅមកវិញហើយកុំយល់ច្រឡំអីណាពួកយើងកំពុងតែជជែកគ្នាលេងជាមួយនឹងចិននីងទេចំណាស់នេះទៅហើយគូឈប់មានពុតបតិទៅទោះបីជាលោកស្រីមិនធុញប៉ុន្តែខ្ញុំធុញខ្លាំងណាស់